check 1 2បាទសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទសម្បត្តិ Jackie នៅក្នុង Talk and Tell បាទដូចសពមួយដងថ្ងៃនេះខ្ញុំមានអេពីសូតខ្លីមួយសម្រាប់ថ្ងៃចុងសប្តាហ៍មកចែករំលែកបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំបានឃើញហើយបានទស្សនានៅវីដេអូ clip ខ្លីមួយដែលខ្ញុំនឹងលើកយកនិងបង្ហាញជូនបងប្អូនទាំងអស់គ្នានោះដោយសារខ្ញុំគឺជាអ្នកស្រឡាញ់នៃសិល្បៈនៃការថតរូបស្រឡាញ់នៃការសិល្បៈនៃការបង្កើតភាពយន្តសិល្បៈតន្ត្រីសិល្បៈគំនូរជាវពុកកនចុងសើបាញ់ព្រាក់កពុកមានអ្នកធ្វើឈាមលើដែលជាអ្នកប្រកាសសំគ្រាមមួយចុងពីទឹកដៃផលិតខ្សែភាពយន្តរបស់ខ្មែរយើងកូនខ្មែរយើងឥឡូវមានស្នាដៃល្អមែនទែនហើយឥឡូវពាក្យពេញនិយមដែលគេនិយាយថាទឹកដៃមិនធម្មតាទេបានឃើញគឺទឹកដៃអស្ចារ្យមែនទែនកូនខ្មែរយើងជាច្រើននៅក្នុងស្រុកនិងនៅក្រៅស្រុកទោះទៅដល់ទីណាក៏ដោយពួកគាត់ព្យាយាមប្រឹងប្រែងរៀនសូត្រទៅតាមចំណេះជំនាញរបស់គាត់ទៅតាមអ្វីដែលគាត់ចូលចិត្តអញ្ចឹងខ្ញុំបានឃើញនៅ MV ខ្លីមួយរបស់ស្នាដៃបងទីមពេជ្រនិងក្រុមការងាររបស់គាត់ទាំងបច្ចេកទេសថតទាំងបច្ចេកទេស editing sound design ទាំង graphic animation លក្ខនឹងលក្ខខ្ញុំមើលទៅខ្ញុំមិនសរសើរមិនបានជាអ្នកមិនអាចបែកខ្លាំងខ្លាដូចជាសត្វប្រមូលសែនសំគ្រាមមិនមិនចាញ់មិនចោះសែនចោះសែនចោះសែនមានន័យថាមើលហើយគឺវ៉ាវខ្មែរយើងមានទឹកដៃមិនធម្មតាគឺមានស្នាដៃល្អហើយគឺជាពេលវេលាមួយដែលបងប្អូនទាំងអស់គ្នាខ្មែររួមឈាមតែមួយខ្មែរតែមួយយើងអាចលើកស្ទួយវប្បធម៌យើងអាចជ្រោមជ្រែងប្រទេសយើងឲ្យរីកចម្រើនកាន់តែប្រសើរទៅមុខទៀតតាមរយៈវិស័យផ្សេងៗដែលបងប្អូនកំពុងតែកំពុងតែចូលចិត្តបានអញ្ចឹងនៅក្នុងវិស័យភាពយន្តមួយនេះគឺខ្ញុំឃើញស្នាដៃរបស់គាត់ទាំងបច្ចេកទេសថតទាំងអ្វីទាំងអស់គឺខ្ញុំជាអ្នកមើលជាអ្នកគ្រប់គ្រងក្នុងវិស័យមួយនេះខ្ញុំសរសើរបងនិងក្រុមការងាររបស់បងទាំងអស់ដែលបានខិតខំព្យាយាមដើម្បីលើកស្ទួយនៅក្នុងវិស័យភាពយន្តនេះវិស័យភាពយន្តមួយនេះខ្ញុំបានមើលហើយគឺខ្ញុំចង់ចែករំលែកមែនទែនអញ្ចឹងនៅក្នុងអេពីសូតខ្លីនៃ podcast របស់ខ្ញុំនៅក្នុង Talk and Tell ថ្ងៃនេះខ្ញុំនឹងលើកយកនៅវីដេអូរបស់គាត់ highlight ខ្លីដើម្បីបង្ហាញជូនហើយគាត់នឹងចាប់ផ្ដើមចាក់ផ្សាយជាផ្លូវការនៅក្នុងអាទិត្យនេះបាទនៅក្នុងថ្ងៃអាទិត្យនេះគឺម៉ោង 6 បាទខ្ញុំនឹងដាក់ link ទៅជូនបងប្អូនមើលនៅក្នុង caption វីដេអូមួយនេះហើយនៅក្នុងការចាក់ផ្សាយតាមអនឡាញរបស់គាត់នេះគឺនៅក្នុង Facebook របស់គាត់នៅក្នុង YouTube របស់គាត់ដែលមាន link នៅខាងក្រោមនេះបងប្អូនអាចចូលទៅទស្សនាបាទជួយគ្រប់គ្រងនៅស្នាដៃរបស់បងប្អូនខ្មែរយើងទោះបីគាត់ទៅដល់ទីណាក៏ដោយគឺគាត់នៅតែស្រឡាញ់នៃការចែករំលែកនៅអ្វីដែលគាត់អាចធ្វើបានពីឯនេះសមុទ្របាទ
អញ្ចឹងវីដេអូមួយនេះគឺនិយាយអំពី MV មួយដែល MV នោះគឺមានចំណងជើងថាសង្គ្រាមអង្គរឬក៏ភាសាអង់គ្លេសគេហៅថា Oncover គឺបង្ហាញនៅស្នាដៃយ៉ាងពិសេសដែលខ្មែរយើងជាអាណាចក្រមួយដ៏ខ្លាំងពូកែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះហើយខ្ញុំគិតថាវីដេអូមួយនេះខ្ញុំមិនអាចទប់ចិត្តបានទេហើយខ្ញុំនៅតែសរសើរហើយនឹងចែករំលែកនៅស្នាដៃរបស់បងទីមពេជ្រនិងក្រុមការងាររបស់គាត់ដែលបានផលិតនៅស្នាដៃយ៉ាងពិសេសនេះនៅក្នុងស្ថានភាពនេះគឺចង់បង្ហាញថាខ្មែរយើងពូកែខ្មែរយើងអស្ចារ្យខ្មែរយើងមានស្នាដៃល្អគឺជាពេលវេលាមួយគឺដូចវណ្ណដាគាត់ច្រៀង Time to Rise version 2 នឹងល្បីមែនទែនហើយក្រុមការងារខ្មែរយើងបើសិនយើងរួមដៃគ្នាតែមួយជួយជាតិយើងដើម្បីកសាងប្រទេសមួយនេះប្រទេសដែលជាសវណ្ណភូមិដ៏អស្ចារ្យមួយនេះគឺជាដែនដីដែលពិសិដ្ឋបំផុតគឺជាអតីតអាណាចក្រខ្មែរ Silence and stillបាទបងប្អូនកុំភ្លេចចូលទៅតាមដានទស្សនានៅក្នុងអាទិត្យនេះដោយគាត់បានជម្រាបជូនថានឹងចាក់ផ្សាយនៅម៉ោង 6 នៅក្នុងថ្ងៃអាទិត្យនេះថ្ងៃទី1ខែ 6 នេះហើយក្នុងអេពីសូតខ្លីនេះគឺខ្ញុំសូមអរគុណដែលបងបានចែករំលែកនៅស្នាដៃយ៉ាងពិសេសពិសានេះសម្រាប់កូនខ្មែរយើងហើយបងមិនមែនគ្រាន់តែចេះជំនាញតែខ្លួនឯងទេបងតែងតែចែករំលែកនៅបទពិសោធន៍ចំណេះជំនាញនេះដល់កូនខ្មែរយើងជំនាន់ក្រោយដែលស្រឡាញ់នៅវិស័យ photography និង videography ការបង្កើត film short film ឬពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយនៅវប្បធម៌របស់យើងវប្បធម៌អរិយធម៌ទេសចរលក្ខនឹងលក្ខអំពីកម្ពុជាបាទអរគុណច្រើនដែលបងប្អូនបានចំណាយពេលខ្លីដើម្បីទស្សនានៅ podcast របស់ខ្ញុំហើយបង Team Peck គឺគាត់មានជំនាញផលិតខាង cinematic ផលិតនៅឯកសារវីដេអូទាំង documentary ទាំង short film ទាំង film ជាច្រើនហើយគាត់មានជំនាញពូកែមែនទែនហើយក្រុមការងាររបស់គាត់សិតតែជាអ្នកមានទេពកោសល្យល្អៗដូចជាបងស៊ីថៃហងជា cinema photography ហើយបង David Him ជា assistant director ជាមួយនឹងបងមករា Him ជា producer ហើយនឹងជា cameraman ហើយមួយទៀតបងទីមពេជ្រគាត់មានក្រុមការងារគាត់ពិសេសមែនទែនដូចជាបងវ៉ាជីនថលបាទវ៉ាជីនថលអញ្ចឹងណាបាទហើយការងារ MV ពាក់ព័ន្ធនឹងសង្គ្រាមអង្គរឬ Oncover នេះគឺបងទីមពេជ្រគាត់ជា executive producer តាម online ផងគាត់ធ្វើ direct ផងអញ្ចឹងអរគុណច្រើនចំពោះការផលិតនៅ MV នេះហើយបើបងប្អូនបានមើលហើយកុំភ្លេចជួយ share ជួយ like comment លើកស្ទួយនៅវិស័យភាពយន្តទាំងនៅក្នុងស្រុកទាំងក្រៅស្រុកអរគុណច្រើនដែលបងប្អូនបានទស្សនានៅវីដេអូខ្លីរបស់ខ្ញុំនេះបាទអរគុណច្រើនបាទជម្រាបលាបាទ